Balai
នៅក្នុងវត្តកំពង់ពលយើងនៅក្នុងថ្ងៃនេះលោកអាចារ្យគណៈកម្មការពុទ្ធបរិស័ទក៏បានចុះត្រួតមូលមតិគ្នាប្រពៃយកថ្ងៃនេះគឺជាថ្ងៃឆ្លងឆ្នាំបាច់ឆ្នាំចាស់ឆ្លាស់ចូលឆ្នាំថ្មីឆ្លាស់ផលកម្មចាស់ឆ្លាស់អំពើចាស់ឆ្លាស់បដូរយកអំពើថ្មីជាបសោឆ្លាស់អំពើអាក្រក់បដូរយកមកនៅអំពើល្អឆ្លាស់ពីជីវិតមិនកត់ប្រសើរមកកាន់យកជីវិតដ៏ឧត្តមឧត្តមកាន់យកជីវិតដ៏ប្រសើរឆ្នាំចាស់ធ្លាប់ធ្វើអំពើមិនល្អធ្លាប់ធ្វើអំពើទុច្ចរិតសំខាន់ថាញាតិញោមចូលឆ្នាំថ្មីនឹងផ្លាស់ប្ដូរអារម្មណ៍ផ្លាស់ប្ដូរកាយវិការចិត្តប្ដូរមកគោរពបដិបត្តិកម្មយកនៅទុច្ចរិតធម៌បំពេញកុសលនៅក្នុងពេលនេះខ្ញុំគណៈស្មារតីក៏សូមលំអរកាយក្រាបថ្វាយបង្គំដល់លោកបងភិក្ខុលក្ខដ្ឋីដែលមានអក្សរាលក្ខដ្ឋីទៅការអធិការវត្តពុទ្ធការាមរដ្ឋយោធានិងសហរដ្ឋអាមេរិកសូមក្រាបថ្វាយបង្គំដល់លោកប្អូនឈិននីនៅវត្តពុទ្ធរាំងសីនៅវិទ្យាល័យសហរដ្ឋអាមេរិកសូមថ្វាយបង្គំដល់លោកក្មួយយើងសុភីនៅវត្តព្រះពុទ្ធរាំងសីសហរដ្ឋអាមេរិកសូមចម្រើនពរដល់បងប្អូនស្រីសុជានៅសហរដ្ឋអាមេរិកដែលឡើងក្នុងគណៈសមាជិកមានប្រវត្តិមានជួបមុខប្រជាជនគ្រប់អង្គញាតិញោមពុទ្ធបរិស័ទចូលរួមបំពេញកុសលឆ្លងឆ្នាំនៅពេលនេះដោយសារមានការជួយឧបត្ថម្ភខ្លះៗពីព្រះសង្ឃព្រះអង្គដែលស្មារតីអានមកនៅសហរដ្ឋអាមេរិកដើម្បីឲ្យស្មាស្គាល់ក្តីឬក៏ញោមរបស់ព្រះអង្គទាំង3ព្រះអង្គមកចាត់ចែងនៅទីនេះក្តីនៅក្នុងការរួមចំណែកពិធីឆ្លងឆ្នាំជាមួយញាតិញោមពុទ្ធបរិស័ទនៅពេលនេះគឺខ្ញុំគណៈសមាជិកសូមប្រកាសនៅវិស័យដែលប្រជាជននៅសហរដ្ឋអាមេរិកផ្ញើមកក្នុងពិធីបាំងសូលនិងពិធីបន់បដិឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីជាមួយនឹងប្រចាំញាតិញោមពុទ្ធបរិស័ទនៅក្នុងពេលនេះមុននឹងវេចង្ហាន់ថ្វាយព្រះភិក្ខុសង្ឃនៅពេលនេះគឺខ្ញុំគណៈសូមអានគឺទី1បានដល់លោកបងភិក្ខុលក្ខដ្ឋីបានផ្ញើបច្ច័យចំនួន$300មកចាត់ចែងក្នុងពិធីបុណ្យបិទឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនិង